Ngàyនេះខ្ញុំមកចាក់ម្សៅឆ្នៃម៉ូដជូនកូនក្រមុំចឹងកូនក្រមុំម្ដងខ្ញុំចាប់ផ្ដើមរុញសាច់កញ្ចក់កាត់សាច់ឲ្យស្អាតហើយខ្ញុំតកញ្ចក់ជូនគាត់ហើយទម្រង់កញ្ចក់របស់គាត់ស្រឡាញ់ស្ទើរស្រួចស្ទើរមូលចឹងរបៀបកាត់កញ្ចក់ឲ្យឡើងស្រួចបងកាត់ដូចនៅក្នុងវីដេអូដែលខ្ញុំបង្ហាញនឹងមកបន្ទាប់ពីរុះរាងស្អាតអីអស់ហើយខ្ញុំប្រើជាមួយនឹងទឹកភ្ជាប់ម្សៅហើយរបៀបចាក់ម្សៅរបស់ខ្ញុំចាក់ពាក់កណ្ដាលមកមុខហើយបើខ្ញុំចាក់គល់បន្ថែមពពេញពីក្រោយធ្វើអញ្ចឹងមានភាពងាយស្រួលសម្រាប់ខ្ញុំអញ្ចឹងណាតែបើបងត្រឡប់ចាក់ពេញក៏ចាក់ពេញទៅនិយាយទៅការធ្វើកញ្ចក់វាមានបែបផែនផ្សេងគ្នាមួយណាស្រួលបងធ្វើមួយនឹងទៅហើយមួយណាខ្ញុំស្រួលខ្ញុំក៏ធ្វើមួយនឹងដែរបន្ទាប់មកគូ design រៀងក្បិក្បក់ដូចពស់អញ្ចឹងណាគូគ្រប់ម្រាមទាំងអស់អត់តែដៃនាងទេដៃនាងកូនក្រមុំគាត់យកចាក់ផ្កាអញ្ចឹងរបៀបចាក់ផ្កាលើនេះគឺ5ស្រទាប់ហើយ5ស្រទាប់រៀងស្រួចខាងក្រោយអញ្ចឹងណាយកផ្កាស្រួចអញ្ចឹងភាគច្រើនខ្ញុំធ្វើតម្រង់វាចេញអស់ហើយបើខ្ញុំចាប់ផ្ដើមទាញកតុយស្រួចតាមក្រោយអញ្ចឹងវាស្រួលហើយលឿនហើយយកអាប៉ក្រហមដែលគូញ៉ៃហ្នឹងយកមកដាក់ក៏ចំផ្កាកដាលហើយគូសសរសៃមកហើយលាយជាមួយនឹង glitter បន្តិចចឹងកញ្ចក់យើងហើយ